ហើយដំបានសង្កត់ទៅលើកិច្ចសន្ទនានយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នាដែលជាផ្នែកធ្វើឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមពីលើនេះអាយដាមក៏សម្លឹងមើលនៃការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្មទេសចរដែលបំរើដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជានិងអាស៊េបៃសង់សម្ដេចតេជោរីករាយចំពោះការលើកឡើងរបស់អាយដាមតំណាងលោកប្រធានាធិបតីអាស៊េបៃសង់ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកនៅទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគនេះតែសម្ដេចតេជោជាញឹកញាប់លោកចង់ឃើញនៅទំនាក់ទំនងរវាងប្រទេសនីមួយៗជាពិសេសនិយាយជាដោយឡែករវាងកម្ពុជានិងអាស៊េបៃសង់ហ្នឹងគឺទៅជាមួយគ្នានឹងទំនាក់ទំនងនយោបាយដែលមានជាមួយគ្នាល្អហើយពង្រីកនៅទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគនោះឲ្យកាន់តែរីកចម្រើនសម្ដេចក៏សង្កត់ធ្ងន់ថាអាស៊េបៃសង់ជាប្រទេសមួយដែលមានសន្តិសុខធម្មពលគឺប្រទេសដែលសម្បូរដោយធម្មពលឯកម្ពុជាគឺជាប្រទេសដែលមានសន្តិសុខស្បៀងតែយើងមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើនដូច្នេះប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងគ្នាបន្ថែមនៅក្នុងក្របខ័ណ្ឌនៃការបំពេញឲ្យគ្នាទៅវិញទៅមកកម្ពុជាបំពេញស្បៀងដល់អាស៊េបៃសង់បំពេញនៅសន្តិសុខធម្មពលដល់កម្ពុជាដែលនេះជាចំណងមិត្តភាពមួយបន្ថែមទៀតតាមរយៈការពង្រីកនៅពាណិជ្ជកម្មតាមបែបបំពេញឲ្យគ្នាទៅវិញទៅមក